មេតិចស្ដាំបានស្លកកូរមួយឆ្នាំងណោះមួយឆ្នាំងមួយចានក៏បានដែរអ្នកចាំកាលឲ្យតែនឹកឃើញឃ្លានហើយក៏ត្រូវតែធ្វើតែមួងស្លកកូរបែបកូនកាត់នៅក្រៅស្រុកបន្លែយើងក៏មានអីច្រើនទេមានតែឆៃថាវមានត្រាវមានអអីគេលពៅមានត្រប់អីចឹងទៅបន្លែរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចឹងហើយក៏ស្លទៅបើយើងឃ្លានហើយមានតែលក្ខណៈកាត់អីចឹងទៅហើយបន្លែពណ៌បៃតងហ្នឹងគឺស្ពៃប៉ូលេងឬក៏គេហៅ Horenzoon ហ្នឹងឯងមានអីឆ្ងាញ់ដែរតាស្លកកូរមួយឆ្នាំងនេះគឺខ្ញុំស្លជាមួយនឹងឆ្អឹងជំនីជ្រូកហើយនឹងត្រីសមុទ្រអីចឹងទៅអូយឈ្ងុយមែនតែនឈ្ងុយអង្ករលីងឈ្ងុយគ្រឿងហើយដាក់ម្ទេសមកអូយបាយ4 5ចានម្នាក់ឯងក៏អត់ចង់អស់អត់ចង់គ្រប់ដែរអូយតោះយើងមកមើលពីរបៀបខ្ញុំឆាអីស្លកកូរអូយនិយាយរួមខានស្លកកូរយូរចង់ភ្លេចតើបើគឺខ្ញុំយកប្រហុកមកកកូរឲ្យឈ្ងុយសិនបើមិនយកមកកកូរធ្វើម៉េចតែស្លកកូរណោះអ្នកចូលចិត្តប្រហុកច្រើនដាក់ឲ្យច្រើនតើបើអ្នកអត់ចូលចិត្តទេមិនបាច់ដាក់ប្រហុកច្រើនក៏បានដែរស្លកកូរនិយាយរួមគឺត្រូវតែមានប្រហុកហ្នឹងឯងរួចហើយយើងដាក់គ្រឿងចូលមកគ្រឿងរបស់ខ្ញុំគឺខ្ញុំកិនអត់កិននឹងត្បាល់អកិននឹងម៉ាស៊ីនកិនទេខ្ញុំចង់បុកអីចឹងទៅចឹងចង់ញ៉ាំស្លកកូរមួយឆ្នាំងដែលបុកគ្រឿងនឹងត្បាល់គឺចំណាយពេលយូរមែនទេដោយសារយើងនៅផ្ទះចិនទី2យើងបុកគ្រឿងយើងត្រូវប្រយ័ត្នមែនទែនកុំឲ្យវាលឺសលេងដល់គេតើលឺសលេងដល់គេអ្នកនៅចិត្តខាងហ្នឹងគេថ្លង់គេអាចមានសិទ្ធមកររឿងយើងឬគេអាចមានសិទ្ធប្តឹងប៉ូលីសពីបាត់យើងរំខានសំលេងចេញទៅក្រៅអញ្ចឹងទៅចឹងហើយនៅចង់ដែរយើងចង់ញ៉ាំស្លបុកគ្រឿងគឺត្រូវតែព្យាយាមយកត្បាល់ណាកាឌៀនឹងចកេះទៅយើងបុកទៅកុំឲ្យវាចេញសំឡេងឮទឹងជាប់នឹងក្តៅអញ្ចឹងណាចឹងហើយដល់ពេលយើងកាឌៀនឹងចកេះយើងបុកទៅវាយូរត្រឹមតែល្អិតហ្នឹង1 ម៉ោងអីបានហើយតែយើងមកមើលស្លយើងវិញបន្ទាប់មកគឺខ្ញុំដាក់ឆ្អឹងជំនីជ្រូកសិនយើងកកូរជាមួយនឹងគ្រឿងមកនិយាយរួមទៅគឺឈ្ងុយមែនតែនឈ្ងុយគ្រឿងហើយដាក់ជាមួយនឹងខ្ទិះដូងហ្នឹងគឺខ្ញុំទិញរបស់ស្រីលង្កានិយាយរួមទៅឥឡូវឈប់ប្រើហើយឈប់ប្រើរបស់ផ្ទះលេខ2ទាំងអស់ទាំងហ្មងសំបីតែផ្ទះលេខ3ក៏ខ្ញុំមិនសូវជាបានប្រើដែរអញ្ចឹងខ្ទិះដូងហ្នឹងគឺខ្ញុំទិញរបស់មានស្រីលង្កាមានរបស់ភីលីពីនមានរបស់ឥណ្ឌូនេស៊ីអញ្ចឹងទៅអញ្ចឹងយើងចង់ទិញមួយណាក៏បានដែរប្រើមួយណាក៏បានដែរតែកុំតែផ្ទះលេខ2ទៅបានហើយបន្ទាប់មកយើងដាក់បន្លែខ្ញុំមានត្រាវមានល្ពៅមានម្ទេសផ្លោកយើងយកមកកកូរជាមួយនឹងឆ្អឹងជំនីយើងហ្នឹងកកូរមួយគ្រឿងឲ្យទន់បន្លែយើងសិនចាំយើងចាក់ទឹកដោយសារតែលក្ខណៈថារបៀបស្លគឺវាខុសគ្នាអត់ដូចគ្នាទេនៅតាមតំបន់អត់ដូចគ្នាទេខ្ញុំចូលចិត្តកកូរបែបហ្នឹងឲ្យបន្លែឲ្យគ្រឿងចូលទន់ហើយបានយើងចាក់ទឹកខ្ញុំអត់តាន់ដាក់ខ្ទិះទេអត់តាន់ដាក់ខ្ទិះទាំងអស់ទេដោយសារតែខ្ទិះរបស់យើងគឺយើងប្រើខ្ទិះកំប៉ុងដល់អញ្ចឹងទៅវាអត់សូវឆ្ងាញ់ទេមិនមានខ្ទិះដើមឬក៏មិនមានខ្ទិះចុងទេអញ្ចឹងវាជាលក្ខណៈខ្ទិះដូងធម្មតានឹងឯងបន្ទាប់មកយើងដាក់ឆៃថាវយើងមកឆៃថាវគឺខ្ញុំឈូសបែបនេះឈូសឲ្យដូចល្ហុងអញ្ចឹងណាយើងដូចយើងស្លយកល្ហុងទៅស្លកកូរយើងធ្វើមិនយើងចិត្តដូចគ្នាអញ្ចឹងក៏បានដែរយើងចិត្តបន្លែបែបម៉េចក៏ចិត្តទៅស្រេចចិត្តយើងអញ្ចឹងណាយើងចង់ញ៉ាំរបៀបរៀងចិត្តស្មៃរៀងល្អិតក៏បានចិត្តដូចខ្ញុំក៏បានប៉ុន្តែបន្លែស្លកកូរគឺគេចិត្តបែបហ្នឹងហើយមែនអត់ទៅទិញនៅផ្សារក៏គេចិត្តបែបហ្នឹងឯងប៉ុន្តែអាហ្នឹងគឺជាឆៃថាវមិនមែនល្ហុងទេកំពូលអ្នកឆ្នៃលើលោកហើយអត់មានបន្លែចឹងហើយចេះតែឆ្នៃចឹងទៅអត់មានត្រាប់បើមានត្រាប់ទៀតអុយដឹងឆ្ងាញ់ប៉ុណ្ណាទេនឹងហើយយើងមកវាយគ្រឿងស្លកកូររបស់ខ្ញុំអត់មានអីច្រើនទេម្សៅស៊ុបស្ករប៊ីចេងហើយនឹងម្សៅស៊ុបគោរបស់កូរ៉េនឹងឯងដាក់មកហើយលួយទឹកត្រីបន្តិចមកក៏បានដែរហើយយើងថែមមកយើងដាក់គ្រឿងរួចហើយយើងកុំតិនដាក់ទឹកបន្ថែមទៀតដោយសារតែយើងចង់ប្រខាស់គ្រឿងនឹងបន្លែឲ្យទន់ល្អចាំយើងដាក់ទឹកថែមទៅរួចហើយចាំយើងដាក់ខ្ទិះដូងបើនិយាយទៅខ្ញុំខានញ៉ាំខ្ទិះដូងយូរដល់ពេលយើងមកញ៉ាំខ្ទិះដូងនិយាយរួមញ៉ាំហើយគឺរត់តែមក
បន្ទប់ទឹកមួយម្នាក់ឯងហ្នឹងនៅនឹងឯងនៅចាំនៅនឹងឯងដោយសារយើងពោះយើងលក្ខណៈថាយើងផ្អាកញ៉ាំយូរមែនទែនលក្ខណៈថាចូលឆ្នាំណាចូលរាប់ឆ្នាំណាខានញ៉ាំខ្ទិះដូងដល់ពេលយើងដាក់ទៅកាពះយើងចាប់ផ្ដើមអត់ទទួលយកលក្ខណៈធ្វើຕົកដែរអញ្ចឹងទៅប៉ុន្តែយើងឃ្លានហើយធ្វើល្មិចទៅរួចហើយយើងកូរមកកូរដាក់ទុកឲ្យវាពុះល្អមកបន្ថែមទៀតទៅនេះខ្ញុំដាក់គ្រឿងមកតង់ទៀតនឹងគឺអង្ករលីងស្លកកូគឺអង្ករលីងអត់បានទេណាត្រូវតែមានអង្ករលីងខ្ញុំលីងឲ្យយកមកបុកដែរខ្ញុំបុកផ្ទាល់ដៃមកបុកនិយាយរួមទៅបុកគ្រឿងនឹងបុកអង្ករលីងគឺចូលដល់2ម៉ោងចិត្តចូល2ម៉ោងត្មងខ្ញុំអត់បានថតពីសកម្មភាពនឹងទេដោយសារវាយូរពេកដោយសារតែយើងឃ្លានហើយយើងអត់ហ៊ានបញ្ចេញសលេងឲ្យអ្នកចិត្តខាងលឺអញ្ចឹងគឺយើងត្រូវតែធ្វើវិធីសាស្ត្រណាដើម្បីកុំឲ្យមានសលេងទៅអ្នកចិត្តខាងអញ្ចឹងទៅហើយខ្ទិះនៅសល់ចុងក្រោយនោះយើងចាក់ចូលមកចាក់ចូលអស់មកកញ្ចប់ទូចនោះគឺមកពេលនឹងឯងតែហ៊ានតែចាក់អត់អស់យើងទុកក្នុងទូទឹកកកខ្ទិះនឹងខូចហើយអញ្ចឹងយើងត្រូវតែប្រើខ្ទិះឲ្យអស់មកបន្ទាប់មកឆ្អិនហើយគឺខ្ញុំដាក់ត្រីចូលត្រីហ្នឹងគឺជាប្រភេទត្រីសមុទ្រណាត្រីសមុទ្រខ្ញុំអត់ស្គាល់ឈ្មោះវាទេប៉ុន្តែដឹងតែជាត្រីសមុទ្រយើងដាក់តាមក្រោយមកព្រោះយើងបើថាយើងដាក់ត្រីមុនឬដាក់ត្រីតាណាជាមួយនឹងឆ្អឹងជំនីវាអាចលលួយឬក៏ពេលយើងកូរទៅវាខូចរូបរាងត្រីហើយអញ្ចឹងយើងដាក់តាមក្រោយមកបន្ទាប់មកយើងដួសយើងច្រត់វាបន្តិចទៅក្របទុកមកសន្ធុះទៅត្រីយើងឆ្អិនហើយយើងក្របឲ្យត្រីយើងឆ្អិនមករួចជាការស្រេចហើយបាយយើងក៏យើងដាំបដាអញ្ចឹងទៅដាំបាយបដាស្លបដាស្លយើងឆ្អិនបាយយើងក៏ឆ្អិនរួចល្មមត្មងនឹងហើយគឺជារបៀបដែលខ្ញុំស្លកកូរបែបកូនកាត់អញ្ចឹងទៅមើលទៅរៀងខាប់ខ្ញុំថែមទឹកបន្តិចទៀតដើម្បីឲ្យវាកាន់តែរៀងនេះទៅដោយសារបន្លែវាច្រើនដែរមួយឆ្នាំងបុបនឹងបន្លែរៀងច្រើនដែរចង់បញ្ចប់គឺខ្ញុំបងស្ពៃហ៊ុយលេងស្ពៃពុយលេងស្ពៃហ៊ុយលេងស្ពៃពុយលេងអូយស្ពៃពុយលេងនឹងឆ្ងាញ់ណាស់ផ្អែមមែនទែនយើងយកទៅស្លក៏បានស្លប្រហើរក៏បានស្ងោរខ្ទឹមម្រេចក៏បានយើងយកទៅឆាក៏បានដុតជាមួយមឿនក៏បានដុតជាមួយនឹងត្រីក៏បានយកមកស្លកកូរបែបហ្នឹងក៏បាននិយាយរួមទៅស្ពៃពួរលេងនេះយើងអាចឆ្នៃសឹងតែគ្រប់មុខសឹងតែបានច្រើនមែនទែនប៉ុន្តែភាគច្រើនជនជាតិជប៉ុនគាត់ចូលចិត្តយកទៅធ្វើញ៉ាំជាមួយនឹងសាប៊ូដាក់ទឹកសាប៊ូទឹកស៊ុបសាប៊ូមកយើងយកទៅធ្វើស៊ុបអញ្ចឹងទៅជនជាតិជប៉ុនហើយនឹងយកទៅស្រោះវាជាមួយនឹងទឹកក្តៅគេញ៉ាំជាមួយនឹងប្រភេទត្រីឆ្អើរបែបត្រីឆ្អើរដាក់ជាមួយនឹងតាកូយ៉ាគីហើយចាក់ទឹកស៊ីអ៊ីវហើយជាការស្រេចគេញ៉ាំតអញ្ចឹងឯងតែដល់ពេលពួកខ្ញុំយកមកឆ្នៃបែបហ្នឹងគឺគាត់ surprise បងប្តីខ្ញុំថាអីណាគេយកស្ពៃនឹងទៅស្លអញ្ចឹងទេខ្ញុំថាអ្នកឯងអត់ដែរចូលចក្រានទេអ្នកឯងចេះឆ្នៃទេទោះបីជាវាលក្ខណៈថារបៀបធ្វើបែបរបស់អ្នកឯងបែបផែនផ្សេងអញ្ចឹងទៅខ្មែរយើងចេះណាឆ្លាតទោះបីជាបន្លែនឹងមិនមាននៅក្នុងស្រុកតែយើងលក្ខណៈថាយើងអាចយកទៅឆ្នៃធ្វើបានគ្រប់មុខទោះបីជាវាមិនឆ្ងាញ់ 100% តែយើងអាចជំនួសបានអញ្ចឹងទៅហើយនិយាយទៅគឺប្តីខ្ញុំវិញឲ្យតែឃើញខ្ញុំយកអីមកឆ្នៃហើយគេមើលកាត់អង្គុយសាយគេថាហើយមកដល់ថ្នាក់នឹងពេកគេបើឃ្លានហើយទៅរកទិញឲ្យអាលក្ខណៈកុំឆ្នៃយើងយកអាគ្រឿងពេទ្យមកធ្វើទៅឆ្ងាញ់ជាងខ្ញុំថាយីអាគ្រឿងពេទ្យនឹងអស់លុយច្រើនសឹងហើយអញ្ចឹងហើយយើងយកអាណាដែលយើងឆ្នៃបានអាចញ៉ាំបានក៏ញ៉ាំទៅចាំបាច់ទៅយកគ្រឿងពេទ្យធ្វើអីខ្ញុំនិយាយចឹងគេលឺចឹងគេកវីក្បាលហ្មងខ្ញុំថាបើមិនជឿភ្លក់មើលដួសឲ្យមកកូនចានដែរតើដួសឲ្យមកកូនចានភ្លក់ប៉ុន្តែដោយសារតែគាត់អត់ទៅត្រូវជាមួយនឹងគ្រឿងណាកលក្រៃជាមួយនឹងអណ្ដែងជាមួយអីហ្នឹងទៅគាត់អត់ត្រូវគ្នាទេឲ្យតែមានក្លិនហ្នឹងគឺដឹងតានិយាយទៅគឺជនជាតិជប៉ុនមិនងាយជាមួយនឹងគ្រឿងក្លិនគ្រឿងស្លឹកគ្រៃស្លឹកក្រូចទេដល់ពេលយើងស្លអញ្ចឹងគឺអត់ទៅញ៉ាំបានច្រើនទេមួយម៉ាត់ពីរម៉ាត់ហើយក៏ហីទៅនឹងហើយស្លកកូរខ្ញុំមួយឆ្នាំងរួចបាត់នេះហេតាអញ្ចឹងឆ្ងាញ់ទាំងអស់គ្នា